បាទខ្ញុំបាទហេងថាលសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ប្រសង់ជាទីសក្ការៈបងប្អូនយុវជនយុវតីដែលមានគំនិតជាតិនិយមហើយដែលកំពុងតែនិយមតាមដានអានព័ត៌មាននៅក្នុង Facebook ជាទីមេត្រីថ្មីនេះក្រោយពេលដែលមន្ត្រីផ្លែលវីរបស់លោកហ៊ុនសែនបានសម្ដែងឆាកល្ខោនស្ដីពីការផ្ទៀងផែនទីណាដែលយកពីស្រុកបារាំងហើយសូម្បីតែអ្នកដែលអង្គុយមើលការផ្ទៀងផែនទីនោះត្រូវមន្ត្រីជាន់ខ្ពស់របស់លោកហ៊ុនសែនមើលងាយបាទហាក់ដូចជាចាត់ទុកដូចជាទីម៉ងព្រោះបំបានឲ្យសិទ្ធស្ដាប់និយាយឬក៏សួរអ្វីទេនេះជា system កុម្មុយនីសដែលមន្ត្រីផ្លែលវីរបស់លោកហ៊ុនសែនបានប្រើប្រាស់ដើម្បីបិទបាំងអំពីរឿងផែនទីនៅទីបំផុតគេយកសេចក្តីរាយការណ៍នោះទៅប្រាប់លោកហ៊ុនសែនរហូតដល់លោកហ៊ុនសែនហ៊ានអះអាងនិងធ្វើការប្រកាសនៅក្នុងទូរទស្សន៍ខ្មែរបញ្ជាក់ថាលោកនឹងលាលែងពីតំណែងឬលោកនឹងចូលពន្ធនាគារប្រសិនជាផែនទីនោះពុំដូចបាទខ្ញុំគ្រាន់តែសូមបញ្ជាក់ប្រាប់បងប្អូនថាផែនទីណាដែលបោះពុំនៅប្រទេសណាក៏ដោយរូបរាងគឺនៅដដែលបាទមិនខុសគ្នាទេណាឧទាហរណ៍បើយើងបោះពុំនៅស្រុកយួនឬក៏ស្រុកខ្មែរក្តីណាហើយយើងយកទៅផ្ទៀងជាមួយផែនទីដែលបោះនៅអាមេរិកពីខេត្តបាត់ដំបងខេត្តពោធិ៍សាត់គឺដូចគ្នាវាមិនប្រែប្រួលអ្វីទេប៉ុន្តែសំខាន់បំផុតគឺខេត្តដែលតាក់ទងនឹងព្រំដែនយួនហើយចំណុចធំបំផុតគឺមាត្រដ្ឋានបាទដោយខ្ញុំនិយាយរួចហើយលោកវ៉ាកំហុងនឹងយួនបានប្រើផែនទីដែលបោះពុំនៅប្រទេសយួនដោយប្រើមាត្រដ្ឋានផ្សេងបាទប្រសិនបើប្រើមាត្រដ្ឋាន1 លើ 100,000ដូចក្នុងរដ្ឋធម្មនុញ្ញនោះណានៅទីបំផុតគឺគ្មានបញ្ហាទេហើយដូចខ្ញុំនិយាយអញ្ចឹងក៏គ្មានការលាក់លៀមអ្វីពីអាជ្ញាធរខ្មែរឬអាជ្ញាធរយួននោះទេដូច្នេះហើយខ្ញុំសូមអបអរសាទរចំពោះលោកហ៊ុនសែនប៉ុន្តែលោកគួរតែបន្ថែមពាក្យមួយថាប្រសិនបើការផ្ទៀងផ្ទាត់ផែនទីរវាងផែនទីរបស់រដ្ឋាភិបាលដែលវ៉ាកំហុងប្រើប្រាស់ជាមួយផែនទីបារាំងពុំដូចគ្នាហើយធ្វើឲ្យបាត់បង់ទឹកដីលោកនឹងចុះចេញពីតំណែងបាទនេះជាពាក្យមួយដែលបរិះក្លាហានក្នុងលោកតែងតែនិយាយចំពោះមេដឹកនាំណាដែលមានគំនិតសុចរិតប្រសិនបើគេក្លាហានហ៊ានធ្វើគេនឹងបន្ថែមពាក្យដូចខ្ញុំនិយាយរួចហើយបាទខ្ញុំគ្រាន់តែសូមធ្វើសំណូមពរដល់លោកហ៊ុនសែនដែលកន្លងមកលោកបាននិយាយរួចហើយអំពីការបាត់បង់ទឹកដីមិនឲ្យបាត់1 មីលីម៉ែត្រការកាប់ព្រៃឈើនៅប្រសិនជាបាត់បង់ឬក៏មានជាបន្តលោកនឹងកាត់កឥឡូវនេះណាសួរថាប្រសិនបើរកឃើញថាផែនទីនោះពុំដូចគ្នាតើនរណាហ៊ានបណ្ដាលលោកហ៊ុនសែនទៅពន្ធនាគារបាទហើយសួរថាតើលោកហ៊ុនសែនមានសេចក្តីក្លាហាននឹងលាលែងពីតំណែងព្រមទាំងចូលពន្ធនាគារដោយខ្លួនឯងទេព្រោះកន្លងមកដោយបងប្អូនឃើញស្រាប់ហើយគាត់និយាយអ្វីពុំបានគោរពសម្ដីខ្លួនឯងទេម្យ៉ាងទៀតខ្ញុំគ្រាន់តែធ្វើសំណុំពរប្រសិនបើលោកហ៊ុនសែនជាមនុស្សក្លាហានជាអ្នកដឹកនាំដែលជាកូនប្រុសដើមទ្រូង5ហັດសូមលោកធ្វើវេទិកាឬក៏ធ្វើសវនាការអ្វីមួយមិនមែនជាការកាត់ទោសទេក៏ប៉ុន្តែលោកគួរតែបញ្ជូនផែនទីដែលវ៉ាកំហុងកំពុងតែប្រើប្រាស់ជាមួយយួននោះយកទៅផ្ទៀងផ្ទាត់នៅប្រទេសណាមួយឧទាហរណ៍យកទៅផ្ទៀងផ្ទាត់នៅប្រទេសបារាំងបាទដែលមានអ្នកជំនាញការដែលមានអ្នកបច្ចេកទេសពិតប្រាកដនៅក្នុងគណៈកម្មការព្រំដែនហើយដែលកាលនោះលោកសៀនពេញសែក៏បានទៅប្រជុំជាមួយសម្ដេចស៊ីនុហើយនឹងអស់លោកមន្ត្រីនៅក្នុងគណៈបកហ្វុនមិនពេចក្តីគណៈបកប្រជាជនក្តីកាលជាច្រើនឆ្នាំកន្លងមកជាមួយនឹងសម្ដេចស៊ីនុនៅពេលដែលណាយើងលោកហ៊ុនសែនហ៊ានយកផែនទីដូចខ្ញុំនិយាយអញ្ចឹងដែលវ៉ាកំហុងកំពុងតែប្រើនោះយកទៅប្រជុំណានៅគណៈកម្មការនៅឯប្រទេសបារាំងហើយប្រមូលបងប្អូនខ្មែរគ្រប់គណៈបកទាំងអស់
hay nè chiết để dùng chẳng lai na đại miên cùng nấp chiết để dùng nè về năng dương cho rư cỏ dương dọc tao phần đất tiên toát nè đòi prao ở dạ bên phần man cả đói hai pro sân bảo bên nu cái nắp cam ca prung đèn rồi bo lục xiên bình xài nè cái nắp cam ca clammer pen ti rư cỏ tức đây phần tây Campuchia đại miên lục ia chana nâng crom rồi bo lục cầm pung tại miên bờ tây nu mình chạy tha pen ti nu bất chỉ trầm trớខ្ញុំសូមចោះចាញ់លោកហ៊ុនសែនបាទហើយខ្ញុំជឿជាក់ថាប្រសិនបើលោកហ៊ុនសែនហ៊ានធ្វើដូច្នេះណាលោកនឹងមាន credit ល្អហើយអំពើអាក្រក់របស់លោកដែលប្រព្រឹត្តកាលពីឆ្នាំ1970កាលលោកធ្វើខ្មែរក្រហមក្តីនៅថ្ងៃ17មេសាឆ្នាំ1975ក្តីហើយក្រោយមកនៅឆ្នាំ1979 80ហើយនឹងឆ្នាំ97 98ឆ្នាំ2013នឹងកាត់បន្ថយបាទហើយម្យ៉ាងទៀតខ្ញុំជឿជាក់ថាលោកហ៊ុនសែនប្រកាសជាមិនហ៊ានទេបាទព្រោះបើសិនជាយកផែនទីទាំងនោះយកទៅពិនិត្យផ្ទៀងផ្ទាត់ដោយមានសមាជប្រជាជនឬដោយមានការប្រជុំនៃអ្នកស្នេហាជាតិទាំងឡាយនិងអ្នកបច្ចេកទេសលោកហ៊ុនសែនប្រកាសជានឹងទទួលនៅលទ្ធផលយ៉ាងអាម៉ាស់ព្រោះកន្លងមកមន្ត្រីផ្លែរវីរបស់លោកជាពិសេសវ៉ាកំហុងនិងណាហៅណាំហុងបានធ្វើកលល្បិចគ្រប់យ៉ាងបាទដើម្បីធ្វើយ៉ាងណាបំភាន់ហើយមានចំណុចខ្លះក៏ពួកគេកុហកលោកហ៊ុនសែនដែរព្រោះគេដឹងថាលោកហ៊ុនសែនខុសក្នុងការចុះហត្ថលេខានៅឆ្នាំ1979នៅជាពិសេសលោកហ៊ីងសំរិនដឹកមន្ទីរជាដើមនោះជាពិសេសសន្ធិសញ្ញាឆ្នាំ1980ផ្លាយនិង2005បាទពួកទាំងនោះគេដឹងថាលោកហ៊ុនសែនកំពុងតែចុះហត្ថលេខាខុសព្រោះនៅឆ្នាំ2005គុំថាឡាយរាជអ្នកជាតិនិយមសូម្បីតែព្រះមហាក្សត្រក៏លោកហ៊ុនសែនគម្រាមដែរបាទដូច្នេះប្រសិនបើលោកហ៊ុនសែនមានសេចក្តីក្លាហានសូមលោកយកផែនទីដែលវ៉ាកំហុងប្រើប្រាស់ជាមួយយួនសប្តាហ៍ថ្ងៃនេះទៅផ្ទៀងផ្ទាត់នៅទីក្រុងប៉ារីសហើយសូមលោកណាមេត្តាយកទេវតាជាសាក្សីតើទេវតាណាដែលស័ក្តិសិទ្ធិគឺទេវតារក្សាស្វេតឆ័ត្រដែលក្រុមលោកហ៊ុនសែននិងលោកហ៊ុនសែនធ្លាប់តែទៅបួងសួងក្នុងពិធីសម្បត្តិមុខព្រះមហាក្សត្របាទបើសិនជាលោកហ៊ុនសែនហ៊ានធ្វើពិធីសម្បត្តិដោយប្រសិនបើផែនទីដែលផ្ទៀងផ្ទាត់ជាមួយគណៈកម្មការព្រំដែននៅប្រទេសបារាំងជាពិសេសក្រុមលោកសៀនពេញសែហើយបើលោកសៀនពេញសែបានប្រកាសថាផែនទីនោះពុំដូចគ្នាតើលោកហ៊ុនសែនហ៊ានលាលែងពីតំណែងឬក៏ចូលពន្ធនាគារដែរឬទេម្យ៉ាងទៀតតើលោកហ៊ានប្រឈមនឹងសម្បត្តិជាមួយនឹងអ្នកតាឃ្លាំងមឿងជាមួយនឹងទេវតារក្សាស្វេតឆ័ត្រជាមួយនឹងទេវតារក្សាភ្នំខ្លែងនិងភ្នំបេចិត្ររសភ្នំព្រះអង្គដងកើនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅភ្នំគូលែននិងអង្គរវត្តសួរថាតើលោកហ៊ុនសែនហ៊ានដែរឬទេហើយលោកហ៊ុនសែនហ៊ានបន្ថែមពាក្យថាប្រសិនបើផែនទីដែលផ្ទៀងផ្ទាត់រវាងរដ្ឋាភិបាលខ្មែរនិងផែនទីបារាំងឬក៏ផែនទីអង្គការសហជាតិឬក៏ផែនទីនៅសហរដ្ឋអាមេរិកខុសណាលោកហ៊ានចោះចេញពីតំណែងដែរឬទេហើយប្រសិនបើបាត់បង់ទឹកដីតើលោកហ៊ានចូលពន្ធនាគារដោយខ្លួនឯងដែរឬទេដូច្នេះហើយខ្ញុំគ្រាន់តែសូមជម្រាបជូនលោកថាលោកលមមកាត់បន្ថយភាពអាក្រក់អំពើអាក្រក់របស់លោកហើយព្រោះសពថ្ងៃនេះកូនចៅរបស់លោកដែលប្រព្រឹត្តអំពើអាក្រក់ដើម្បីការពារអំណាចរបស់លោកកំពុងតែចេញកន្ទុយហើយបាទថ្មីនេះគេបានចាប់យុវជនម្នាក់ដែលគំរាមសម្លាប់សុកទូចខ្ញុំសូមសួរថាហេតុអ្វីបានជាប៉ូលីសរបស់លោកហ៊ុនសែនដឹងថាយុវជននោះឆ្លងកាត់ពីប្រទេសថៃមកកម្ពុជាហើយសូមសួរថានៅពេលខាងមុខនេះតើក្រសួងមហាផ្ទៃរបស់លោកហ៊ុនសែននឹងប្រើប្រាស់ជននោះដើម្បីព្រោះឈាមឬក៏ដើម្បីចោទទៅលើគណៈបកសង្គ្រោះជាតិដែរឬទេខ្ញុំសង្កេតឃើញថ្មីនេះគេកំពុងតែប្រើតុលាការខេត្តស្វាយរៀងដែលជាតុលាការអាយ៉ងដែលចៅក្រមមានខួរក្បាលជាយួន 100%
បានកំពុងតែរៀបចំត្រៀមដើម្បីប្រើប្រាស់ឱកាសមួយដាក់បន្ទុកទៅលើវីរៈជនស្នេហាជាតិទាំងឡាយជាពិសេសនៅក្នុងគណៈបកសង្គ្រោះជាតិដែលទំនាក់ទំនងរឿងបញ្ហាទៅពិនិត្យមើលទល់ដែនមានលោកអ៊ុំសំអាននិងលោករៀលខេមរិនជាដើមហើយនៅទីបំផុតគេនឹងប្រើយុវជននោះដើម្បីចោទប្រកាន់ទៅលើគណៈបកសង្គ្រោះជាតិនាថ្ងៃអនាគតក៏ប៉ុន្តែខ្ញុំសូមជម្រាបជូនបងប្អូនថាហើយនឹងសូមប្រកាសប្រាប់ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាថាកលល្បិចទាំងនេះនរណាក៏ចេះធ្វើដែរគឺជាកលល្បិចរាក់កំផែលមួយដែលមនុស្សក្នុងលោកអាចធ្វើបានបាទឧទាហរណ៍បើគេចង់ដាក់គុកនរណាម្នាក់គេយកតែដុំគ្រឿងញៀនឬអាភៀនមកដុំទៅក្នុងឡាននោះទៅជននោះទៅគេនឹងអាចចាប់បានហើយប្រសិនបើចង់រករឿងអ្នកនយោបាយឬអ្នកដែលមានគំនិតជាតិនិយមចំពោះបញ្ហាផែនដីឬផែនទីនោះគេគ្រាន់តែរៀបចំមនុស្សម្នាក់ណាគំរាមកំហែងមនុស្សនេះមនុស្សនោះហើយគេចាប់ជននោះដាក់គុកនៅពេលនោះគេទៅនិយាយជាមួយជននោះថាប្រសិនបើអ្នកឯងពុំឆ្លើយដាក់អ្នកនេះអ្នកនោះទេអ្នកឯងនឹងត្រូវជាប់គុក20ឆ្នាំឬមួយជីវិតដូច្នេះហើយណាជននោះនឹងព្រមធ្វើណាខ្ញុំសូមប្រាប់ថាអំពើអាក្រក់ណាជនណាក៏អាចធ្វើបានដែរណាមិនមែនតែគណៈបកប្រជាជនកម្ពុជាហើយមិនមែនតែមន្ត្រីនៅក្នុងក្រសួងប៉ូលីសរបស់លោកហ៊ុនសែនធ្វើបាននោះទេសូម្បីតែខ្ញុំបើខ្ញុំកាន់អំណាចបើខ្ញុំចង់សម្លាប់ដៃគូរបស់ខ្ញុំណាខ្ញុំនឹងរៀបចំកលល្បិចមួយដើម្បីសម្លាប់ជននោះដោយងាយបំផុតបាទដូច្នេះហើយខ្ញុំគ្រាន់តែសូមសំណូមពរឲ្យលោកហ៊ុនសែនណាមេត្តាបន្ថយអំពើអាក្រក់ទៅបើលោកបន្ថយត្រឹមនៅ1កូនចៅរបស់លោកបន្ថយត្រឹម10ប្រសិនបើលោកកាត់បន្ថយអស់កូនចៅរបស់លោកនៅសល់2 3ដែរនៅពេលនោះណាឈ្មោះគេឈ្មោះរបស់លោកនឹងនៅសល់នៅខ្លះជាប្រវត្តិសាស្ត្រព្រោះថាបញ្ហាផែនទីឬផែនដីមិនមែនជារឿងលេងសើចទេបាទមិនមែនជាការគំរាមកំហែងទេប្រវត្តិសាស្ត្រនឹងចែងឈ្មោះលោកក៏ដូចជាលោកសុកទូចកំពុងតែដើរស្ទាបបង្គោលព្រំដែនបាទយើងមើលហើយគណៈកម្មការរបស់សុកទូចឬអាចារ្យមកសុកទូចកំពុងតែដើរស្ទាបបង្គោលព្រំដែនខ្ញុំសូមបញ្ជាក់ថាបង្គោលព្រំដែនមានលក្ខណៈអន្តរជាតិមិនមែនជាបង្គោលដែលចាក់រិចរិលប្រហែលជាចាក់នៅឆ្នាំ1980នៅពេលដែលយួនកាន់កាប់នោះហើយបាទបង្គោលព្រំដែនរវាងខ្មែរសៀមក្តីរវាងខ្មែរលាវក្តីរវាងខ្មែរយួនក្តីនៅពេលដែលបារាំងគេធ្វើនោះគឺមានលក្ខណៈបុរាណហើយលក្ខណៈជាប់យូរព្រោះបារាំងគេមិនមែនទៅយកស៊ីម៉ង់ឬថ្មឬក៏គ្រួសលាយរបៀបនេះយកមកធ្វើជាបង្គោលទេគេប្រកាសជាធ្វើបង្គោលម្យ៉ាងទាំងឡាយគឺជាលក្ខណៈអន្តរជាតិហើយជាប់យូរអង្វែងដែលមិនមែនជាការស្រពេចស្រពិលដោយសុកទូចទេណាលោកសុកទូចសំណាងហើយដែលឥឡូវនេះណារន្ទះមិនតាន់បាញ់លោកក៏ប៉ុន្តែបន្តិចទៀតបើលោកធ្វើសំណុំពរលោករាយការណ៍ថារឿងអ្វីដែលហោកណាំហុងឬក៏វ៉ាកំហុងធ្វើត្រឹមត្រូវនោះហើយលោកនឹងធ្វើការកែរដ្ឋធម្មនុញ្ញនោះរន្ទះនឹងបាញ់ពួកលោកហើយនៅទីបំផុតណាបណ្ឌិតសុកទូចនឹងខ្លាយជាអាមុខសុកទូចជាបំខានដូច្នេះហើយខ្ញុំគ្រាន់តែសូមសំណូមពរទៅលោកហ៊ុនសែនប្រសិនបើលោកចង់ឲ្យមានសម្ដីរបស់លោកចង់ឲ្យមានតម្លៃលោកត្រូវតែយកផែនទីនោះទៅផ្ទៀងផ្ទាត់នៅស្រុកបារាំងបាទហើយប្រសិនបើលោករំពឹងទៅលើមន្ត្រីរបស់លោកដែលមានជំងឺសក្ការៈនិយមដែលមានជំងឺខ្លាចយួនហើយដែលធ្វើអ្វីតាមតែបង្គាប់លោកនោះគឺគ្មានតម្លៃទេបាទលោកបានឃើញអាប៉ោងបាក់គ្រប់6ទៅហើយណាល្បិចលោកហ៊ុនសែនគឺគាត់យល់ថាផែនទីនោះគឺដូចគ្នាវាដូចគ្នាហើយណានៅចំណុចខ្លះក៏ប៉ុន្តែសំខាន់គឺមាត្រដ្ឋានតើមាត្រដ្ឋានណាហើយលោកគួរតែបន្ថែមពាក្យមួយទៀតថាប្រសិនជាផែនទីនោះផ្ទៀងទៅណាពុំឃើញដូចណាលោកនឹងហើយប្រសិនបើមានការបាត់បង់ទឹកដីលោកត្រូវតែចុះចេញពីតំណែងឬចូលពន្ធនាគារនេះជាសម្ដីរបស់កូនប្រុសនេះជាសម្ដីអ្នកដឹកនាំដែលមានគំនិតជាតិនិយមពិតប្រាកដជាអ្នកនយោបាយដែលមានសេចក្តីក្លាហានហើយដែលមានគោលការណ៍ច្បាស់លាស់ណាបាទប្រសិនបើលោកមិនហ៊ានបន្ថែមពាក្យថាបើរកឃើញថាផែនទីនោះពុំត្រឹមត្រូវទេហើយ
នឹងធ្វើឲ្យបាត់បង់ទឹកដីលោកនឹងចុះចេញពីតំណែងហើយនឹងចូលពន្ធនាគារខ្លួនឯងបាទនេះជាសេចក្តីក្លាហានដែលខ្ញុំហេងថាសវុតសូមធ្វើសំណូមពរបាទសូមអរគុណសូមជម្រាបលា